clear 3 យ៉ាងដែលអ្នកមិនគួរនិយាយដាច់ខាតព្រោះវាអាចធ្វើឲ្យខាតលៀបនៅក្នុងជំនឿរបស់ប្រជាជនពាក្យសម្ដីមិនត្រឹមតែបង្ហាញពីគំនិតប៉ុណ្ណោះទេប៉ុន្តែថែមទាំងត្រូវបានចាត់ទុកថាជាកត្តាមួយដែលជាឥទ្ធិពលដល់សំណាងរបស់មនុស្សម្នាក់ផងដែរមនុស្សបុរាណតែងតែនិយាយថាគោសំណាងអាក្រក់កើតចេញពីមាត់ហើយសំណាងល្អក៏កើតចេញពីមាត់ដែរខាងក្រោមនេះគឺជាឃ្លា3យ៉ាងដែលមនុស្សជាច្រើនណែនាំមិនឲ្យប្រើប្រសិនបើអ្នកចង់បានជីវិតដ៏រុងរឿងនិងជោគជ័យផ្នែកហិរញ្ញវត្ថុកាន់តែច្រើន1ខ្ញុំក្រណាស់តើខ្ញុំអាចមានលុយដោយរបៀបណាមនុស្សជាច្រើនមានទម្លាប់ត្អូញត្អែអំពីភាពក្រីក្រនៅពេលណាដែលលុយត្រូវបានលើកឡើងមិនថាវាគ្រាន់តែជារឿងកំប្លែងឬជាពាក្យសម្ដីទូទៅនោះទេការអះអាងជានិច្ចថាអ្នកមិនមានលុយនិងមិនដែលប្រសើរឡើងក៏បង្កើតបានយ៉ាងងាយស្រួលនៅផ្នត់គំនិតកំណត់ខ្លួនឯងយោងតាមហុងស៊ុយពាក្យសម្ដីមានថាមពលនៅពេលដែលមនុស្សតែងតែគិតថាពួកគេខ្វះអ្វីមួយពួកគេងាយនឹងខកខានឱកាសខ្លាចក្នុងការព្យាយាមនិងស្ទាក់ស្ទើរក្នុងការផ្លាស់ប្ដូរដើម្បីកែលម្អជីវិតរបស់ពួកគេជំនួសឲ្យការត្អូញត្អែសូមសាកល្បងនិយាយរឿងវិជ្ជមានដូចជាខ្ញុំនឹងព្យាយាមកែលម្អហិរញ្ញវត្ថុរបស់ខ្ញុំអ្វីនឹងល្អប្រសើរការផ្លាស់ប្ដូរបន្តិចបន្តួចនៅក្នុងផ្នត់គំនិតជួនកាលអាចបង្កើតការលើកទឹកចិត្តដ៏ធំមួយសម្រាប់សកម្មភាពបន្ទាប់2ខ្ញុំគ្រាន់តែជាមនុស្សដែលគ្មានសំណាងសេចក្តីថ្លែងការណ៍នេះបង្ហាញពីអាកប្បកិរិយាចុះចាញ់ចំពោះការលំបាកមនុស្សដែលតែងតែស្ដីបន្ទោសវាសនាងាយនឹងបាត់បង់ឆន្ទៈក្នុងការខិតខំហើយលែងស្វែងរកដំណោះស្រាយដោយសកម្មទៀតហើយមានពាក្យស្លោកមួយនៅក្នុងរឿងព្រេងនិទានថាគុណធម៌អាចយកឈ្នះវាសនានេះមានន័យថាវាសនាអាចផ្លាស់ប្ដូរនៅពេលដែលមនុស្សដឹងពីរបៀបរស់នៅបានល្អធ្វើការយ៉ាងលំបាកនិងរៀនឥតឈប់ឈរមនុស្សជោគជ័យកម្រងចាំសំណាងមករកពួកគេណាស់ពួកគេមើលឃើញបញ្ហាប្រឈមជាឱកាសដើម្បីរីកចម្រើនហើយពីទីនោះពួកគេកសាងជីវិតដែលពេញចិត្តជាងមុនបន្តិចម្ដង3ខ្ញុំចំណាយអ្វីគ្រប់យ៉ាងដែលខ្ញុំរកបានលុយមិនត្រឹមតែអាស្រ័យលើរបៀបដែលអ្នករកបានវាប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាស្រ័យលើរបៀបដែលអ្នកគ្រប់គ្រងវាផងដែរប្រសិនបើអ្នកតែងតែមានគំនិតចំណាយអ្វីគ្រប់យ៉ាងដែលអ្នករកបានវាពិបាកណាស់ក្នុងការកសាងគ្រឹះហិរញ្ញវត្ថុរឹងមាំមនុស្សបុរាណធ្លាប់និយាយថាការដឹងពីរបៀបសន្សំគឺជាគន្លឹះនៃទ្រព្យសម្បត្តិហើយការដឹងពីរបៀបចំណាយដោយឆ្លៀសវៃគឺជាគន្លឹះនៃវិបុលភាពរយៈពេលវែងចំនួនទឹកប្រាក់តិចតួចដែលបានសន្សំនៅថ្ងៃនេះអាចក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃនាពេលអនាគតដូច្នេះជំនួសឲ្យការមើលការចំណាយអ្វីទាំងអស់ថាជារឿងធម្មតាចូលបង្កើតទម្លាប់នៃការទុកប្រាក់ចំណូលមួយចំណែកសម្រាប់គ្រាអាសន្នឬការវិនិយោគពាក្យវិជ្ជមានជួយបង្កើតផ្នត់គំនិតវិជ្ជមានខណៈដែលគ្មានភស្តុតាងណាមួយដែលបង្ហាញថាប្រយោគតែមួយអាចកំណត់សំណាងហិរញ្ញវត្ថុរបស់មនុស្សម្នាក់បានទេប៉ុន្តែរបៀបដែលយើងនិយាយជាមួយខ្លួនយើងនិងអ្នកដទៃអាចជាឥទ្ធិពលដល់គំនិតសកម្មភាពនិងការសម្រេចចិត្តប្រចាំថ្ងៃរបស់យើង